ក្មេងប្រុសທາງសានបានគិតយ៉ាងម៉ត់ចត់អំពីរបៀបដែលអង្គការប្រុសលោះកើតមានឡើងការដែលអង្គការសម្ងាត់នេះអាចលេចជារូបរាងឡើងគឺច្បាស់ណាស់ថាកើតចេញពីការយល់ដឹងដ៏ជ្រាលជ្រៅរបស់មនុស្សមួយចំនួនដែលបានដឹងខ្លួនពីភាពពិតនៃពិភពលោកដែលពួកគេកំពុងរស់នៅបើមើលទៅលើចំនួនទេសកលជាមនុស្សធៀបនឹងទេសកលត្រកូលចកខ្យល់វាបញ្ជាក់យ៉ាងច្បាស់ថាចំនួនប្រជាជនគឺមានច្រើនមែនទែន3ថ្ងៃក្រោយមកមួយថ្ងៃបន្ទាប់ពីមានការបិទផ្សាយដំណឹងភូមិនានាចាប់ផ្ដើមមានចលនាពួកទេសកលនៅក្នុងភូមិក៏ត្រូវបានអារ៉ាសចកគ្រប់គ្រងផងដែរតាំងពីព្រលឹមស្រាងអារ៉ាសចកបានប្រមូលផ្ដុំមនុស្សទាំងអស់នៅក្នុងភូមិមិនថាចាស់ក្មេងប្រុសឬស្រីឡើយពេលនោះពួកមនុស្សចាស់បានត្រឹមតែឈរស្ងៀមក្នុងសភាពស្ពឹកស្រពន់ចំណែកយុវជនមួយចំនួនដែលមានអាយុប្រហែល20ឆ្នាំវិញទឹកមុខរបស់ពួកគេហាក់នៅមានសង្ឃឹមបន្តិចបន្តួចនៅឡើយព្រោះពួកគេគិតថាខ្លួនអាចមានឱកាសដាស់ថាមពលឈាមត្រកូលចកខ្យល់បានທາງសានឈូលីឡំក្នុងចំណោមហ្វូងមនុស្សទាំងក្នុងចិត្តពោពេញទៅដោយក្តីសោកសង្រេងក្រុមមនុស្សនៅទីនេះខ្លះសង្ឃឹមថាម្ដាយរបស់ពួកគេធ្លាប់ត្រូវបានអារក្សរំលោភបំពានដើម្បីឲ្យពួកគេមានជាប់សាច់ឈាមអារក្សក្នុងខ្លួនគិតទៅវាជារឿងដែលគួរឲ្យសង្វេគខ្លាំងណាស់ທາງសានមិនបានមានគំនុំអ្វីជាមួយការគ្រប់គ្រងរបស់ពួកអារក្សនិងពួកវិញ្ញាណនោះទេព្រោះវាក៏ជាច្បាប់ធម្មជាតិនៃពិភពលោកមួយនេះប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ពេលដែលឃើញជនជាតិឯងត្រូវធ្លាក់ខ្លួនជាទេសកលហើយរស់នៅគ្រាន់តែដើម្បីបន្តដង្ហើមសោះនោះវាពិតជាធ្វើឲ្យគេឈឺចាប់យ៉ាងខ្លាំងអារម្មណ៍ទាំងអស់នេះបានប្រមូលផ្ដុំគ្នាក្នុងរយៈពេល8ឆ្នាំកន្លងមកធ្វើឲ្យគេក្លាយជាមនុស្សរឹងមាំបាត់ទៅហើយក្រៅពីការតាមស្វែងរកភរិយារបស់ខ្លួនគេត្រូវតែរកវិធីផ្ដល់ឱកាសដល់មនុស្សជាតិឲ្យពួកគេអាចក្លាយជាអ្នកខ្លាំងនិងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរវិញរំពេចនោះអារ៉ាសចកស្រែកប្រាប់ថាស្ដាប់ឲ្យច្បាស់បន្តិចទៀតនេះខ្ញុំនឹងដាស់ថាមពលឈាមនៅក្នុងខ្លួនរបស់ពួកឯងទេសកលណាដែលដាស់បានឈាមត្រកូលចកខ្យល់នឹងមានសិទ្ធិចូលរួមក្នុងការធ្វើតេស្តនៅ2ថ្ងៃបន្ទាប់អ្នកដែលប្រឡងជាប់ហើយមានថាមពលឈាមខ្លាំងគ្រាន់អាចក្លាយជាអ្នកបម្រើផ្ទាល់និងបានចូលទៅរៀនសូត្រនៅទីក្រុងបើអ្នកបម្រើណាធ្វើបានល្អថ្ងៃមុខថែមទាំងអាចទទួលបានការរស់នៅស្មើនឹងត្រកូលចករបស់យើងទៀតផងនេះគឺជាឱកាសរបស់ពួកឯងហើយជាឱកាសដើម្បីឡើងទៅកាន់ទីខ្ពស់ដូច្នេះពេលកំពុងធ្វើការដាស់ថាមពលត្រូវព្យាយាមទទួលអារម្មណ៍ពីឈាមក្នុងខ្លួនឲ្យបានល្អកុំព្យាយាមទប់ទល់នឹងការផ្លាស់ប្ដូរឲ្យសោះត្រូវបណ្ដោយឲ្យវាបញ្ចេញមកតើពួកឯងយល់ទេពួកទេសកលដែលជាមនុស្សបាននាំគ្នាអន់ក្បាលដោយការភ័យខ្លាចមេអារ៉ាសចង់ងាក់ក្បាលដោយក្តីពេញចិត្តរួចវាហាមាត់បញ្ចេញចង្កូមខណៈដែលភ្នែកចាប់ផ្ដើមភ្លឺពណ៌បៃតងព្រឺព្រួចពោពេញដោយភាពសាហាវខូលខើភ្លាមនោះវាក៏ងើបក្បាលឡើងហើយបន្លឺសំឡេងលូយ៉ាងវែងនិងមុតស្រួចអាវូស្របពេលជាមួយគ្នានោះក៏មានសំឡេងលូជាច្រើនទៀតបន្លឺឡើងតពីចម្ងាយថ្វីត្បិតតែທາງសានឈរនៅរៀងឆ្ងាយបន្តិចមែនប៉ុន្តែសោតវិញ្ញាណរបស់គេគឺពូកែណាស់គេមានអារម្មណ៍យ៉ាងច្បាស់ថាពេលដែលអារ៉ាសចកក្រហមឈាមនៅក្នុងខ្លួនរបស់វាហាក់កំពុងពុះកញ្ជ្រោលថាមពលនេះបានសាយភាយចេញមកក្រៅធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះញ័រខ្លួនបន្តិចអាវូសំឡេងលូមួយមិនទាន់ទាំងបាត់ផងសំឡេងមួយទៀតក៏បានបន្លឺចេញពីមាត់អារ៉ាសចកបន្តក្លិនឆ្អាបនៃឈាមក៏កាន់តែភាយខ្លាំងឡើងស្រាប់តែពេលនោះយុវជនម្នាក់ដែលនៅខាងឆ្វេងដៃທາງសានបានញ័រខ្លួនចាចុះចាឡើងហាក់ដូចជាកំពុងទ្រាំទ្រនឹងការឈឺចាប់យ៉ាងខ្លាំងគេស្រែកឡើងហើយក៏ដួលក្រាបទៅមុខដោយប្រើដៃអើងទាំង4ទប់ដីរោមពណ៌ប្រភេទលីឃីវចាប់ផ្ដើមដុះចេញពីស្បែករបស់គេខណៈដែលគេកំពុងតែរមៀលនាលលើដីដោយក្តីឈឺចាប់តើនេះហើយជាការភ្ញាក់ដឹងខ្លួននៃថាមពលឈាមត្រកូលចកខ្យល់នោះທາງសានមិនទាន់ប្រញាប់បញ្ចេញប្រតិកម្មអ្វីឡើយដោយគេគ្រាន់តែលួចសង្កេតមើលដោយស្ងៀមស្ងាត់សិនក្រៅពីយុវជនម្នាក់នេះនៅម្ខាងទៀតរៀងឆ្ងាយបន្តិចក៏មានក្មេងស្រីវ័យជំទង់ម្នាក់កំពុងតែអង្គុយយកដៃអបក្បាលខ្លួនឯងដែរមើលទៅហាក់ដូចជាមានការផ្លាស់ប្ដូរខ្លះកើតឡើងនៅក្នុងខ្លួនរបស់នាងមនុស្សភាគច្រើនបានត្រឹមតែញ័រខ្លួនហើយមិនមានប្រតិកម្មអ្វីប្លែកនោះទេពេលពួកគេលួចសម្លឹងមើលក្មេងទាំងពីរនោះនៅក្នុងក្រសែភ្នែករបស់ពួកគេគឺពោពេញទៅដោយការច្រណែនអាវូនៅពេលសំឡេងចកលូជាលើកទី3បន្លឺឡើងທາງសានដឹងថាគេមិនអាចរងចាំយូរជាងនេះបានទេគេក៏ប្រញាប់អង្គុយចុះភ្លាមយកដៃអបក្បាលនិងធ្វើមុខដូចជាកំពុងឈឺចាប់ខ្លាំងសកម្មភាពនេះបានធ្វើឲ្យក្មេងដែលនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីសំឡេងចកលូទាំង3ដងបានបញ្ចប់ទៅភ្នែករបស់មេអារ៉ាសចកបានសម្លឹងមើលមកកាន់ហ្វូងមនុស្សការផ្លាស់ប្ដូររបស់ທາງសាននិងអ្នក2នាក់ទៀតគឺលេចធ្លោជាងគេដែលធ្វើឲ្យវាចាប់អារម្មណ៍ភ្លាមអារ៉ាសចកក៏បានដើរចូលមកហើយទាញខ្លួនពួកគេចេញមកក្រៅយុវជនដែលទើបតែដុះរោមនោះកំពុងរមូរខ្លួននៅលើដីរាងកាយរបស់គេប្រែប្រួលយ៉ាងច្បាស់ថែមទាំងមានទឹកមាត់ហូរចេញពីមាត់ផងហាក់ដូចជាមិនសូវដឹងខ្លួននោះទេចំណែកທາງសាននិងក្មេងស្រីម្នាក់ទៀតវិញមិនមានការផ្លាស់ប្ដូរអ្វីធំដុំនោះទេក្មេងស្រីនោះគ្រាន់តែមានដុះរោមបន្តិចបន្តួចនៅត្រង់កញ្ចឹងចំណែកທາងសានគឺគ្មានការប្រែប្រួលសូម្បីតែបន្តិចមេអារ៉ាសចកមិនបានខ្វល់ពីយុវជននិងក្មេងស្រីនោះទេផ្ទុយទៅវិញវាបែរជាកំណាត់ជើងទាត់ທາງសានមួយជើងធ្វើឲ្យគេដួលរមៀលពីជុំរួចស្រែកគំរាមថា Hus
ឯងគួរតែដឹងហើយថាបើហ៊ានធ្វើពុតជាមានឈាមចូលដល់ថ្លៃថ្នូររបស់យើងនឹងមានទោសអ្វីឯងគួរតែបួងសួងសុំឲ្យខ្លួនឯងពិតជាមានប្រតិកម្មមែនទៅចុះបើមិនដូច្នោះទេថ្ងៃស្អែកឯងនឹងក្លាយជាចំណីនៅលើអាសនៈបូជាមិនខានយកពួកវាទាំងអស់ទៅគ្រាន់តែបញ្ជាភ្លាមអារ៉ាស់ចុះថ្នាក់ទី2ជាច្រើនបានចូលមកចាប់លើកអ្នកទាំង3បោះឡើងលើទេរួចបរចេញទៅបាត់ចំនួនទេសករដែលដាស់បានឈាមត្រកូលចោកខ្យល់គឺមានតិចជាងអ្វីដែលທາງសានបានគិតទុកទៅទៀតពេលប្រមូលផ្ដុំគ្នាទៅគឺមានមនុស្សសរុបតែ13នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេអ្នកដែលមានប្រតិកម្មខ្លាំងជាងគេគឺមានរាងកាយប្រែប្រួលទៅជាចោកតែម្ដងដែលមានចំនួន4នាក់ពួកគេទាំងអស់គ្នាត្រូវបានយកមកប្រមូលផ្ដុំដើម្បីរងចាំការធ្វើតេស្តឈាមនៅថ្ងៃស្អែកប៉ុន្តែអ្វីដែលធ្វើឲ្យທາງសានភ្ញាក់ផ្អើលនោះគឺអាហារពេលល្ងាចយប់នេះមានសាច់នេះជាលើកទី1ហើយដែលគេមានឱកាសបានហូបសាច់តាំងពីមកដល់ពិភពលោកនេះតែទោះជាយ៉ាងណាគេក៏គ្មានចំណងអាហារនោះដែរនោះក៏ព្រោះតែក្នុងចំណោមយុវជនទាំង4នាក់ដែលមានការផ្លាស់ប្ដូររាងកាយខ្លាំងជាងគេនោះមាន3នាក់បានស្លាប់បាត់ទៅហើយនៅមុនពេលបាយល្ងាចທາງសានបានលួចពិនិត្យមើលសាកសពរបស់ពួកគេហើយឃើញថាមូលហេតុនៃការស្លាប់គឺដូចគ្នារាងកាយជាទេសករដ៏ទន់ខ្សោយរបស់ពួកគេមិនអាចទ្រាំទ្រនឹងការប្រែប្រួលកម្លាំងយ៉ាងគំហុកពេលដាស់ថាមពលឈាមចោកខ្យល់បានទេដែលបណ្ដាលឲ្យសរីរាង្គខាងក្នុងទ្រុឌទ្រោមឬដាច់សរសៃឈាមស្លាប់តែម្ដងសាកសពទាំង3ត្រូវបានពួកអារ៉ាស់ចោយកចេញទៅបាត់ចំណែកអ្នកដែលនៅរស់ក៏បានត្រឹមតែអង្គុយហូបបាយយ៉ាងស្ងៀមស្ងាត់គ្មានអ្នកណាហ៊ានមាត់កអ្វីឡើយអាហារពេលល្ងាចនៅតែជាអាហារសាមញ្ញសូម្បីតែសាច់ក៏ជាសាច់រឹងពីសត្វអីក៏មិនដឹងវាត្រូវបានគេយកទៅស្ងោរទឹកពុះធម្មតាស្ទើរតែគ្មានរសជាតិអ្វីទាំងអស់ក្រោយពេលបាយរួចທາງសអៀនបានរកកន្លែងស្ងាត់មួយជ្រុងដើម្បីអង្គុយនៅសល់តែ2ថ្ងៃទៀតទេនឹងដល់ថ្ងៃធ្វើតេស្តឈាមគេមិនខ្វល់រឿងធ្វើតេស្តនេះទេព្រោះបើគេហ៊ានមកដល់ទីនេះទៅហើយគេច្បាស់ជាមានវិធីដោះស្រាយរបស់គេពេលដែលគេបិទភ្នែកសម្រាកនិងរៀបចំខ្លួនហាត់វិជាស្ថានស៊ូកោអាតកំបាំងដោយស្ងៀមស្ងាត់នោះគេក៏ស្រាប់តែមានអារម្មណ៍ថាមានអ្វីម្យ៉ាងហើយក៏បើកភ្នែកឡើងភ្លាមគេឃើញមានមនុស្សម្នាក់កំពុងអង្គុយក្បែរគេនោះគឺជាក្មេងស្រីម្នាក់មកពីភូមិជាមួយគ្នាដែលមើលទៅមានអាយុច្រើនជាងគេបន្តិចថ្វីត្បិតតែនាងមើលទៅធំជាងមែនតែរាងកាយរបស់នាងតូចស្គមខ្លាំងណាស់មុខរបស់នាងរាងប្រឡាក់ដីបន្តិចតែនៅតែមើលទៅឃើញស្អាតឯងក្មេងស្រីនោះចាប់ផ្ដើមនិយាយឡើងជាមួយនឹងសំឡេងស្អកហើមທາງសានងឿងឆ្ងល់ការសន្ទនាគ្នារវាងទេសករគឺកម្រមានណាស់តើឯងពិតជាប្រកាសទេថាឯងអាចធ្វើបាននោះក្មេងស្រីនោះសួរតិចທາງសានសម្លឹងមើលទៅនាងដោយក្តីភ្ញាក់ផ្អើលក្មេងស្រីនោះក៏ទម្លាក់សំឡេងកាន់តែខ្សោយហើយបន្តថាបើខ្ញុំធ្វើមិនបានទេខ្ញុំនឹងត្រូវស្លាប់មិនខានតើនាងកំពុងបារម្ភពីគេមែនទេស្រាប់តែមានអារម្មណ៍កក់ក្ដៅមួយបានហូរកាត់បេះដូងរបស់ທາງសាននេះជាលើកទី1ហើយដែលគេទទួលបានអារម្មណ៍កក់ក្ដៅបែបនេះចាប់តាំងពីបានឈានជើងចូលមកកាន់ពិភពលោកមួយនេះក្មេងស្រីនោះបានចង្អុលទៅជ្រុងខ្ទមឈើមួយនៅមិនឆ្ងាយប៉ុន្មានដែលមានគំនរដំបូលស្លឹកធ្លាក់គោលលើគ្នាឯជញ្ជាំងវិញមើលទៅរៀងទ្រុឌទ្រោមបន្តិចបើធ្វើអញ្ចឹងមិនបានទេមានតែរត់ចេញទៅបើនៅតែធ្វើពុតជាស្លាប់ទៀតឯងប្រកាសជាស្លាប់មែនមិនខានសំឡេងក្មេងស្រីនោះលែងសើស្អកដូចមុនទៀតហើយព្រោះនាងបាននិយាយចេញមកប៉ុន្មានម៉ាត់នេះអរគុណហើយខ្ញុំអាចធ្វើបានທາງសានឆ្លើយតបតិចក្មេងស្រីនោះងើយមុខមើលមកគាត់ឃើញក្រសែភ្នែកដ៏ស្ងប់ស្ងាត់របស់ທາງសានរាងកាយតូចស្គមរបស់នាងញ័របន្តិចរួចក៏ប្រញាប់អន់ក្បាលចុះវិញយ៉ាងលឿនហើយបន្លឺសំឡេងតិចអូនាងរើខ្លួនបន្តិចហាក់ដូចជាចង់ដើរចេញពីទីនោះខ្ញុំឈ្មោះທາងសានចុះហែងឈ្មោះអីដែរທາងសានសួរទៅនាងដោយសំឡេងស្រាលក្រៅពីជូជាស៊ីននេះជាមនុស្សដំបូងហើយដែលគាត់បាននិយាយតាក់ទងជាមួយហើយនាងក៏ជាទេសករដែលធ្លាប់នៅក្បែរគាត់ដែរក្មេងស្រីនោះសម្លឹងមើលគាត់ម្ដងទៀតនាងហាក់មិនភ្ញាក់ផ្អើលនឹងឈ្មោះរបស់គាត់ដែលស្ដាប់ទៅដូចជាលេខនោះទេនាងស្ទាក់ស្ទើរមួយសន្ទុះទើបសឹកប្រាប់ថាខ្ញុំឈ្មោះលីងមូសឺគ្រាន់តែឈ្មោះនាងភ្លាមທາងសានភ្ញាក់ព្រឺតែម្ដងឈ្មោះនេះស្ដាប់ទៅមិនដូចជាឈ្មោះរបស់ទេសករតតែសោះម្ដាយរបស់ខ្ញុំគឺលីងមូសឺនិយាយរៀងរដាក់រដប់គឺថាខ្ញុំនិងម្ដាយខ្ញុំរស់នៅភូមិជាមួយគ្នាភូមិរបស់យើងនិងគាត់ជាអ្នកបង្រៀនខ្ញុំទោះជានាងនិយាយមិនសូវច្បាស់តែក៏ທາងសានអាចយល់ពីអ្វីដែលនាងចង់ប្រាប់ដែរម្ដាយនាងប្រហែលជាត្រូវបានពពួកបិសាចចាប់មកទោះបីនាងជាទេសករមែនតែនាងក៏នៅមានសិទ្ធិខ្លះដែរយ៉ាងហោចណាស់ក៏អាចរស់នៅជាមួយកូនដែលទើបនឹងកើតហើយអាចបង្រៀនកូនបានខ្លះដូច្នេះហើយទើបការគិតរបស់ក្មេងស្រីម្នាក់នេះមានភាពចាស់ទុំជាងក្មេងស្រករនាងថែមទាំងមានឈ្មោះពីរោះទៀតផងทางសានមិនបាននិយាយអ្វីច្រើនទៀតទេគ្រាន់តែញក់ក្បាលដាក់នាងលីងមូសឺសម្លឹងមើលគាត់ម្ដងទៀតក្នុងក្រសែភ្នែកនាងបង្ហាញពីការព្រួយបារម្ភយ៉ាងច្បាស់ឯងពិតជាមិនអីមែនទេមិនអីទេทางសានងក់ក្បាលតបវិញអូស្របពេលនោះទេសករដទៃទៀតក៏កំពុងសម្លឹងមើលមកទីនេះដែរលីងមូសឺមិនហ៊ាននិយាយអ្វីទៀតទេគ្រាន់តែញក់ក្បាលដាក់ทางសានរួចក៏ប្រញាប់ដើរអបដៃទៅអង្គុយនៅម្ខាងទៀតគៀនជញ្ជាំង
ប្រហែលមកពីបាននិយាយឆ្លើយឆ្លងគ្នាបន្តិចបន្តួចជាមួយលីងមូសឺនេះហើយទើបធ្វើឲ្យអារម្មណ៍របស់ខាងសានបានធូរស្បើយជាងមុនការរស់នៅកណ្ដោចកណ្ដែងក្នុងពិភពដ៏ចម្លែកមួយនេះការទទួលបានភាពកក់ក្ដៅទោះតិចតួចក្ដីក៏ប្រៀបដូចជាការរកឃើញពន្លឺសង្ឃឹមសម្រាប់គាត់អញ្ចឹងដែរយ៉ាងណាមិញពេលនេះ8ឆ្នាំបានកន្លងផុតទៅហើយ2ថ្ងៃបានកន្លងផុតទៅយ៉ាងលឿនអ្នកដែលនៅរស់រានមានជីវិតទាំង10នាក់ទទួលបានអាហារដ៏ល្អបំផុតដែលពួកគេមិនធ្លាប់បានហូបពីមុនមកពេលនេះមនុស្សគ្រប់គ្នាមានកម្លាំងកំហែងជាងពេលដែលពួកគេទើបមកដល់ដំបូងយុវជនធំពោពេញទៅដោយក្តីសង្ឃឹមព្រោះពួកគេជឿជាក់ថានេះគឺជាឱកាសដ៏ល្អរបស់ពួកគេក្នុងចំណោមពួកគេទាំង10នាក់មានតែលីងមូសឺម្នាក់គត់ដែលជាក្មេងស្រីតែមិនសូវមានអ្នកណាចាប់អារម្មណ៍នឹងនាងប៉ុន្មានទេព្រោះការយកចិត្តទុកដាក់របស់មនុស្សគ្រប់គ្នាពេលនេះគឺផ្ដោតទៅលើការដាស់ថាមពលឈាមទៅវិញប្រសិនបើពួកគេអាចឆ្លងកាត់ការសាក់លបងនេះបាននោះមានន័យថាពួកគេនឹងលែងក្លាយជាទាសករទៀតហើយប៉ុន្តែនឹងក្លាយជាអ្នកបម្រើផ្ទាល់របស់ត្រកូលបិសាចចោកខ្យល់សម្រាប់ទាសករទូទៅនេះពិតជាការផ្លាស់ប្ដូរវាសនាដ៏ធំធេងប្រៀបដូចជាបានឡើងឋានសួគ៌ក៏អញ្ចឹងត្រូវដឹងថាទាសករនៅក្នុងពិភពលោកមួយនេះមានឋានៈទាបដំកាចណាស់ពួកគេប្រៀបបានត្រឹមជាចំណីឬជាសត្វពាហនៈសម្រាប់គេប្រើប្រាស់តែប៉ុណ្ណោះជួនកាលរស់នៅអាក្រក់ជាងសត្វពាហនៈទៅទៀតផងទីបំផុតទ្វារខ្ទមឈើក៏បានបើកឡើងស្របពេលដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាបិសាចចោកម៉ាត់ធំកម្លាំងខ្លាំងក្លាជាច្រើនបានដើរចូលមករួចស្រែកកំហកឲ្យខាងសាននិងអ្នកដទៃទៀតដើរតាមពួកគេពេលបោះជំហានចេញពីខ្ទមភ្លាមពន្លឺព្រះអាទិត្យចែងចាំងមកប៉ះភ្នែកបន្តិចមែនតែវាក៏បានផ្ដល់នូវភាពកក់ក្ដៅយ៉ាងខ្លាំងដល់ពួកគេលីងមូសឺបានដើរតាមយ៉ាងគៀកនៅក្បែរខាងសានដោយទឹកមុខនាងពោពេញទៅដោយការព្រួយបារម្ភនិងភ័យខ្លាចជាថ្មីកុំបារម្ភអីគាត់ខ្សឹបតិចលីងមូសឺស្ទាក់ស្ទើរមួយសន្ទុះរួចក៏ងើយមុខឡើងមើលខាងសានងក់ក្បាលដាក់នាងដើម្បីជាការផ្ដល់កម្លាំងចិត្តខ្ទមឈើដែលពួកគេស្នាក់នៅរយៈពេល2ថ្ងៃមកនេះគឺស្ថិតនៅជាទីក្រុងប៉ុណ្ណោះប៉ុន្តែថ្ងៃនេះពួកគេត្រូវបានគេនាំមកកាន់ទីប្រជុំជនកណ្ដាលនៃទីក្រុងចោកខ្យល់ជាកន្លែងដែលខាងសានមិនធ្លាប់បានមកដល់ពីមុនមកទីនេះជាទីលានតូចមួយដែលមានទំហំប្រហែល 1000 ម៉ែត្រការ៉េពេលនេះសមាជិកត្រកូលបិសាចចោកខ្យល់ជាច្រើនបានប្រមូលផ្ដុំគ្នានៅទីនេះរួចទៅហើយនៅចំកណ្ដាលទីលានមានអាសនៈមួយប៉ុន្តែអ្វីដែលធ្វើឲ្យខាងសានភ្ញាក់ព្រឺតបើកភ្នែកធំនោះគឺនៅឯជើងអាសនៈដែលសាងសង់ឡើងពីបាយអានឹងគ្រួសនោះមានលីឡំជាមួយនឹងលាតក្បាលជាច្រើនរាប់មិនអស់ដែលដាក់តម្រៀបគ្នានោះគឺជាលាតក្បាលរបស់មនុស្សខាងសានក្តាប់ដៃយ៉ាងណែនដោយមិនដឹងខ្លួនសូម្បីតែស្លាប់ទៅហើយក៏នៅតែត្រូវពួកបិសាចទាំងនេះយកមកធ្វើបាបបែបនេះទៀតកំហឹងចាប់ផ្ដើមឆេះសន្ធោសន្ធៅនៅក្នុងខ្លួនរបស់គាត់ដោយសារតែធ្លាប់ជាអតីតស្ដេចព្រះភាពរឹងមាំផ្នែកស្មារតីរបស់គាត់គឺខ្លាំងក្លាជាងមនុស្សធម្មតាទៅទៀតយ៉ាងណាមិញនៅវិនាទីនេះក្តីគំនុំចង់បំផ្លាញពូជសាសន៍បិសាចនិងទេពអប្សរទាំងនេះបានឆាប់ឆេះយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គាត់ក្រសែភ្នែករបស់គាត់ប្រែជាត្រជាក់ស្រេបហើយចិត្តអ្នកសម្លាប់ដ៏គួរឲ្យខ្លាចមួយបានលេចឡើងក្នុងជម្រៅចិត្តរបស់គាត់លីងមូសឺដែលនៅក្បែរគាត់ហាក់បីដូចជាអាចទទួលដឹងពីអារម្មណ៍នេះបាននាងញ័រកាយបន្តិចរួចក៏ដើរថយក្រោយពីជំហានដោយឯកឯងដើម្បីឃ្លាតឆ្ងាយពីគាត់បន្តិចសកម្មភាពរបស់នាងធ្វើឲ្យខាងសានភ្ញាក់ស្មារតីឡើងវិញហើយគាត់ក៏ស្រាប់តែនឹកឃើញរឿងរ៉ាវខ្លះពីអតីតជាតិរបស់គាត់ដោយអចេតនាគាត់នៅចាំបានយ៉ាងច្បាស់កាលពីក្មេងក្នុងអតីតជាតិគាត់ធ្លាប់ដើរលើផ្លូវមួយជាផ្លូវដែលឆ្ពោះទៅកាន់ឋានរោគគាត់បិទភ្នែកបន្តិចដើម្បីទប់អារម្មណ៍ឲ្យស្ងប់ដោយលាក់បាំងកំហឹងទាំងនោះទុកក្នុងចិត្តពូជបិសាចល្អណាស់ខាងសាននិងក្មេងទាំង10នាក់ត្រូវបានគេនាំទៅឈរនៅម្ខាងនៃទីលានកណ្ដាលទីក្រុងចោកខ្យល់នៅក្រោមដើមឈើធំមួយមានបិសាចចាស់ចំណាស់ម្នាក់កំពុងអង្គុយនៅទីនោះបិសាចចោកនេះគឺជាបិសាចស្រីភ្នែករបស់នាងមានពណ៌បៃតងចាស់ដៃស្តាំកាន់ឈើច្រត់ហើយកំពុងអង្គុយខ្លួនត្រង់នៅលើកៅអីដ៏ធំមួយនៅក្បែរនាងមានមនុស្សប្រុសម្នាក់អាយុប្រហែល40ឆ្នាំរូបរាងស្គមតែស្លៀកពាក់សម្លៀកបំពាក់យ៉ាងប្រណិតភ្នែករបស់គាត់មានបញ្ចេញពន្លឺពណ៌បៃតងតិចហើយគាត់កំពុងអន់ខ្លួនបន្តិចដោយបង្ហាញការគោរពយ៉ាងខ្លាំងចំពោះបិសាចចោកចាស់នោះបិសាចចោកដែលបាននាំក្រុមທາງសានមកនោះក៏ប្រញាប់ដើរទៅជិតបិសាចចាស់ចំណាស់រួចអន់ក្បាលគោរពហើយនិយាយថាបពិតលោកសង្ឃដ៏គួរឲ្យគោរពទាសករទាំងអស់ដែលដល់វ័យត្រូវដាស់ថាមពលឈាមនៅឆ្នាំនេះត្រូវបាននាំមកទីនេះអស់ហើយបិសាចចាស់ចំណាស់ដែលគេហៅថាជាសម្ដេចសង្ឃនោះបានតបដោយសម្លេងស្ងប់ស្ងាត់រួចក៏ក្រវីដៃទៅកាន់បុរសជាមនុស្សដែលនៅក្បែរនាងបុរសនោះបានអន់គោរពនាងមួយសិនទើបបោះជំហានយឺតដើរមកឈរនៅពីមុខខាងសាននិងអ្នកផ្សេងទៀតខាងសានបានលួចប្រាជ្ញាដឹងពីកម្លាំងរបស់សម្ដេចសង្ឃនោះយ៉ាងស្ងៀមស្ងាត់នាងពិតជាខ្លាំងណាស់ជាមួយនឹងកម្លាំងរបស់គាត់នៅពេលនេះគាត់មិនអាចស្ទង់ដឹងពីកម្រិតថាមពលពិតប្រាកដរបស់សម្ដេចសង្ឃម្នាក់នេះបានឡើយជាការពិតណាស់នេះគឺដោយសារគាត់មិនទាន់បានប្រើថាមពលវិញ្ញាណទេវៈដែលនៅសេសសល់របស់គាត់ប៉ុន្តែគាត់ក៏មិនហ៊ានប្រើថាមពលនេះផ្ដេសផ្ដាសដែរព្រោះកម្លាំងរបស់គាត់នៅសល់តិចតួចណាស់ហើយក្នុងស្ថានភាពនេះគាត់មិនអាចស្ដារវាឡើងវិញបានទេលុះត្រាតែជួបគ្រោះថ្នាក់ដល់អាយុជីវិតទើបគាត់ដាច់ចិត្តប្រើវាព្រោះតតែគាត់ហ្វឹកហាត់បានខ្លាំងជាងនេះ
ទើបវិញ្ញាណទេវៈរបស់គាត់អាចប្រើការបានយ៉ាងមានប្រសិទ្ធភាពនៅពេលដែលបុរសជាមនុស្សនោះរៀបនឹងហើបមាត់និយាយស្រាប់តែហ្វូងបិសាចចកនៅក្បែរនោះបាននាំគ្នាដើរវាយផ្លូវចេញនិងអន់ក្បាលគោរពបិសាចចកយក្សមួយក្បាលដែលមានកម្ពស់ជាង3ម៉ែត្របានដើរចូលមករកពួកគេបិសាចចកមួយក្បាលនេះមើលទៅមានកម្លាំងខ្លាំងក្លាណាស់សាច់ដុំរបស់វាឡើងកង់ពោពេញទៅដោយថាមពលហាក់ដូចជាអាចផ្ទុះចេញមកបានគ្រប់ពេលភ្នែកពណ៌បៃតងចាស់របស់វាទោះជាមើលទៅមិនជ្រាលជ្រៅដូចភ្នែករបស់សម្ដេចសង្ឃតែក៏បញ្ចេញនូវរលកថាមពលយ៉ាងខ្លាំងក្លាផងដែរវាក៏ដើរទៅរកសម្ដេចសង្ឃអន់ក្បាលបន្តិចរួចដាក់ដៃស្ដាំលើទ្រូងសូមគោរពសម្ដេចសង្ឃស្នាមញញឹមបានលេចឡើងនៅលើផ្ទៃមុខដ៏ជ្រីវជ្រួញរបស់សម្ដេចសង្ឃនាងពោលថាលោកម្ចាស់មកដល់ហើយពិធីបូជាយញ្ញថ្វាយដូនតានឹងត្រូវចាប់ផ្ដើមក្នុងពេលឆាប់នេះតើលោកម្ចាស់ត្រៀមខ្លួនរួចរាល់ហើយឬនៅនាងសួរទាំងដែលខ្លួននៅតែអង្គុយដដែលដែលនេះបញ្ជាក់ឲ្យឃើញថានៅក្នុងទីក្រុងចកខ្យល់នេះសម្ដេចសង្ឃប្រហែលជាអ្នកដែលមានអំណាចនិងឋានៈខ្ពស់ជាងគេបំផុតហើយម្ចាស់ក្រុងចកខ្យល់ក៏បានឆ្លើយតបថាខ្ញុំបានរៀបចំរួចរាល់អស់ហើយដង្វាទាំងអស់ក៏រៀបរយហើយដែរពេលនេះសូមរំខានសម្ដេចសង្ឃជួយធ្វើជាអធិបតីក្នុងពិធីនេះផងអញ្ចឹងយើងនឹងចាប់ផ្ដើមភ្លាមបន្ទាប់ពីពិនិត្យការដាស់ថាមពលឈាមរបស់ទាសករទាំងនេះរួចសម្ដេចសង្ឃនិយាយយ៉ាងស្ងប់ស្ងាត់ចាប់ផ្ដើមទៅម្ចាស់ក្រុងចកខ្យល់បានបញ្ជាទៅកាន់បុរសវ័យកណ្ដាលដែលជាមនុស្សឈរនៅក្បែរທາງសាននិងអ្នកដទៃបាទលោកម្ចាស់បុរសនោះអន់គោរពរួចក៏ងាកមកប្រឈមមុខជាមួយក្រុមរបស់ທາງសានទាំង10នាក់ស្ដាប់ឲ្យច្បាស់ទាំងអស់គ្នាបន្តិចទៀតនេះខ្ញុំនឹងធ្វើតេស្តសាកល្បងថាមពលឈាមរបស់អ្នកក្នុងពេលកំពុងធ្វើតេស្តប្រសិនបើអ្នកមានអារម្មណ៍ឬមានប្រតិកម្មអ្វីកើតឡើងក្នុងខ្លួនកុំទប់វាឲ្យសោះហើយក៏មិនបាច់ខ្លាចដែរត្រូវតែបញ្ចេញវាឲ្យអស់ពីសមត្ថភាពយល់ទេທາງសានសម្លឹងមើលទៅគាត់ដោយឃើញពីភាពសោកសៅនិងនឿយហត់លាក់បង្កប់នៅក្នុងក្រសែភ្នែករបស់បុរសវ័យកណ្ដាលម្នាក់នោះ